អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានដឹងថាជនជាតិចិនចំនួន165នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam ត្រូវបានបណ្តេញចេញពីកម្ពុជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថានៅថ្ងៃទី10ខែឧសភាឆ្នាំ2026អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមសន្តិបណ្ឌិតនឹងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃឯកឧត្តមឧត្តមស្រីឯកសុកវិស្នាអគ្គនាយកអន្តោប្រវេសន៍បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីសហការជាមួយស្ថានទូតចិនបន្តធ្វើការបណ្ដេញជនជាតិចិនសរុបចំនួន165នាក់ស្រី3នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam និងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេសតាមប៉ុស្តិ៍នគរបាលច្រកទ្វីបអាកាសយានដ្ឋានអន្តរជាតិដេជោអគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ទៀតថាការបណ្ដេញចេញជនជាតិបរទេសខាងលើនេះគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងកិច្ចខិតខំប្រឹងប្រែងបោះសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោកដោយគ្មានការលើកលែងនោះឡើយជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឲ្យមកធ្វើការក្នុងសកម្មភាពចោលបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញSky One TV សូមភ្ជាប់គម្រោងថ្មីច្រើនជាង140ប៉ុស្តិ៍តម្លៃពិសេសមួយឈុត$65ដោយមិនគិតថ្លៃសេវាប្រចាំខែ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជាកម្មវិធីចំណេញទ្វេដងអាជីវករទិញប្រអប់ Sky One TV ស៊េរីថ្មីចំណេញប្រាក់ច្រើនជាងដំឡើងប្រអប់ Sky One TV ស៊េរីថ្មីក៏ចំណេញប្រាក់ច្រើនផងដែរអ្នកទស្សនាទទួលបានប៉ុស្តិ៍ច្រើនព្រមទាំងប៉ុស្តិ៍កីឡាបាល់ទាត់ពិភពលោកគ្រប់ស្ថាប័ន Sky One TV លើសពីទូរទស្សន៍នៅកម្ពុជា